អ្វីកាន់តែពិសេសកាហ្វេហ្នឹងនៅពេលដែលយើងឆុងហើយវាអត់ខ្លាំងទេបាទវាអត់ខ្លាំងដែលធ្វើឲ្យយើងពិបាកហូបបាទចង់និយាយចឹងណាបាទចឹងនៅពេលដែលយើងឆុងមួយទឹកក្តៅណាចឹងនិយាយថាកាហ្វេក្លិនកាហ្វេគឺឈ្ងុយចូលទៅតាមរន្ធច្រមុះយើងវាធ្វើឲ្យខួរក្បាលយើងស្រឡះល្អណាបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយនិយាយអំពីការហូបកាហ្វេម្ដងតើកាហ្វេដែលបងប្អូនហូបរាល់ថ្ងៃហ្នឹងជួយអ្វីបានខ្លះដល់សុខភាពមនុស្សជាទូទៅគឺចូលចិត្តហូបកាហ្វេជាពិសេសគឺយុវជននិងវ័យចំណាស់បាទយុវជនចាប់ពីអាយុ25ឆ្នាំឡើងទៅហ្នឹងហើយវ័យចំណាស់ចាប់ពីអាយុ40ឆ្នាំ50ឆ្នាំហ្នឹងទៅគាត់ចាប់ដើមហូបកាហ្វេហ្នឹងឯងបាទប៉ុន្តែសួរសំណួរថាតើកាហ្វេដែលគាត់ហូបរាល់ថ្ងៃនោះជួយអ្វីបានខ្លះដល់សុខភាពរបស់គាត់អញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំកាហ្វេមួយគឺជាកាហ្វេសុខភាពដែលជាផលិតផលរបស់សហរដ្ឋអាមេរិកលក់នៅស្រុកខ្មែរជិត15ឆ្នាំហើយបងប្អូនមិនដែលមានបញ្ហាអីទេបាទហើយកាហ្វេនេះវាមានគុណប្រយោជន៍ល្អណាស់បាទមានគុណប្រយោជន៍លើសពីកាហ្វេផ្សេងទៀតពីព្រោះវាមានសារធាតុផ្សំច្បាស់លាស់ហើយគុណប្រយោជន៍របស់វាទី1វាទៅជួយកម្ចាត់រាល់បញ្ហាផ្ដាសាយតូចបាទទាំងយុវជនក៏ដោយទាំងវ័យចំណាស់ក៏ដោយអញ្ចឹងមានបញ្ហាមើលគឺយើងឆុងកាហ្វេនឹងហូបបញ្ហាហ្នឹងវានឹងបាត់ឲ្យឯងតែម្ដងបាទហើយមួយទៀតវាទៅជួយឲ្យខួរក្បាលរបស់យើងមានការចងចាំល្អបាទវាធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយណាបាទស្រស់ស្រាយរីករាយសប្បាយចិត្តជាក់ស្ដែងនៅពេលដែលយើងធ្វើកិច្ចការអ្វីមួយ stress តានតឹងឈឺក្បាលខ្លាំងណាគិតអីមិនចាញ់គិតអីមិនរួចណាឆុងកាហ្វេមកពេកឆុងកាហ្វេមកកញ្ចប់ហ្នឹងតែ3000ទេបាទហើយបើនិយាយទៅអ្នកលក់អីក៏ថាល្អដែរអញ្ចឹងអ្វីដែលសំខាន់គឺបងប្អូនបានទិញសាកទេអញ្ចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនទិញសាកកាហ្វេសុខភាពនេះបងប្អូនទិញយកទៅប្រើហើយតើដូចអ្វីដែលខ្ញុំបានរៀបរាប់មិញដែរឬអត់គឺយើងធានាថាតែម្ដងបាទជាពិសេសគឺវ័យចំណាស់ដែលគាត់ចាស់ហើយយើងដែរសុខភាពគាត់កាន់តែចាស់កាន់តែទ្រុឌទ្រោមមែនទេអ្វីដែលសំខាន់គឺតាក់ទងជាមួយនឹងប្រព័ន្ធរំលាយអាហារគាត់ពិបាកបត់ជើងណាបាទពី3ថ្ងៃបត់ជើងម្ដងឬក៏មួយអាទិត្យបត់ជើងម្ដងហូបកាហ្វេសុខភាពនេះទៅរបស់សហរដ្ឋអាមេរិកគឺអាចជួយទៅដោះស្រាយបញ្ហានឹងបានហើយអញ្ចឹងមិនចាំបាច់ពិបាកទេណាបាទហើយកាហ្វេនេះគឺល្អគឺឆុងជាមួយទឹកក្តៅក៏បានឆុងជាមួយនឹងទឹកត្រជាក់ក៏បានដែរហូបបានដូចគ្នាអ្វីកាន់តែពិសេសកាហ្វេហ្នឹងនៅពេលដែលយើងឆុងហើយវាអត់ខ្លាំងទេបាទវាអត់ខ្លាំងដែលធ្វើឲ្យយើងពិបាកហូបបាទចង់និយាយចឹងណាបាទតែនៅពេលដែលយើងឆុងមួយទឹកក្តៅណាចេះថាកាហ្វេក្លិនកាហ្វេគឺឈ្ងុយចូលទៅតាមរន្ធច្រមុះយើងវាធ្វើឲ្យខួរក្បាលយើងស្រឡះល្អណាបាទគឺនិយាយទៅបងប្អូនទិញប្រើអត់ដឹងបាទហើយមួយទៀតនៅពេលដែលយើងឆុងជាមួយនឹងទឹកត្រជាក់នេះខ្ញុំនិយាយសម្រាប់បងប្អូនដែលចូលចិត្តហូបជាមួយនឹងទឹកត្រជាក់យើងមានកាហ្វេមួយកញ្ចប់មានទឹកសុទ្ធមួយដបមានទឹកកកមួយកែវមកបាទហើយចាក់កាហ្វេចូលក្នុងទឹកសុទ្ធហ្នឹងក៏លុកទឹកសុទ្ធហ្នឹងធ្វើពាក់ការ៉ាបានហើយចាក់ចូលមកក្លុកមកបាទពេលដែលយើងក្លុកហើយយើងចាក់ចូលទៅក្នុងកែវទឹកកកយើងណាបាទហើយហូបអត់ខ្លាំងទេហើយស្រួលហូបទៀតបាទហើយហូបអត់មានប៉ះពាល់អ្វីទាំងអស់បាទគឺហូបអីស្រួលសម្រាប់ចាស់ស្រួលបត់ដៃបត់ជើងណាបាទដូចជាគាត់ទល់លមួកបត់ជើងណាហើយជួយអ្នកដែលមានបញ្ហាតម្រង់នោមបានទៀតណាបាទហ្នឹងគឺកាហ្វេនឹងជួយបានមែនតើអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយរីករាយសប្បាយចិត្តបាទបំបត្តិ stress បំបត្តិការតានតឹងបំបត្តិការឈឺក្បាលបាទអញ្ចឹងកាហ្វេអាចជួយបានបងប្អូនសាក់កាហ្វេនេះកាហ្វេសុខភាពវាផ្សំពីផ្សិតលីងជឺក្រហមកាហ្វេហ្នឹងវាផ្សំចេញពីផ្សិតលីងជឺក្រហមវាជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងដូចខ្ញុំបានរៀបរាប់មិញហ្នឹងបាទអញ្ចឹងពីខ្ញុំលាហៀមានប៉ុណ្ណឹងបាទសូមអរគុណ